រោគ Human Papilloma Virus ឬ HPV គឺជាមេរោគមួយដែលអាចបង្កមហារីកមាត់ស្បូនចំពោះស្ត្រីគឺជាជំងឺមហារីកដែលកើតឡើងទូទៅបំផុតទី2ក្នុងចំណោមស្ត្រីនៅក្នុងប្រទេសកម្ពុជាមានដំណឹងល្អសម្រាប់ស្ត្រីកម្ពុជាកម្មវិធីផ្ដល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលនឹងចាប់ផ្ដើមផ្ដល់វ៉ាក់សាំង HPV ដល់ក្មេងស្រីអាយុ9ឆ្នាំចាប់ពីខែតុលាឆ្នាំ2023នេះតទៅការផ្ដល់វ៉ាក់សាំងនេះនឹងជួយបង្ការជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីកម្ពុជាវ៉ាក់សាំងនេះនឹងផ្ដល់ឲ្យកុមារីនៅតាមសាលារៀនតាមភូមិនិងមណ្ឌលសុខភាពការផ្ដល់វ៉ាក់សាំងនេះនឹងធានាថាកុមារីទទួលបានការការពារពេញលេញប្រឆាំងនឹងមេរោគ HPV និងពីជំងឺមហារីកមាត់ស្បូនប្រពន្ធខ្ញុំអ្នកកើតផ្ទាល់អញ្ចឹងការដែលកើតជំងឺមហារីកមាត់ស្បូនវាមានបញ្ហាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកជំងឺធ្ងន់ធ្ងរនិងប៉ះពាល់ទៅដល់សមាជិកនៅក្នុងគ្រួសារផ្នែកសេដ្ឋកិច្ចក៏ជាខ្លាំងដែរនៅពេលដែលកើតហើយត្រូវប្រើគីមីដើម្បីបញ្ចប់នៅជំងឺនេះគឺប្រើរយៈពេលយូរដូច្នេះមានការលំបាកច្រើនណាស់ប៉ះពាល់ដល់ក្រុមគ្រួសារច្រើនអ្នកអាចការពារកូនស្រីរបស់អ្នកបានពីជំងឺមហារីកមាត់ស្បូនដោយអ្នកគ្រាន់តែនាំកូនស្រីរបស់អ្នកទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនថ្ងៃនេះខ្ញុំចង់ជម្រាបបងប្អូនទាំងឡាយអំពីជំងឺមហារីកមាត់ស្បូននិងសារៈសំខាន់នៃវ៉ាក់សាំង HPV មហារីកមាត់ស្បូនគឺជាជំងឺធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់ស្ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជាវាអាចបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងពិបាកនៅក្នុងខ្លួននិងអាចស្លាប់គួរឲ្យសោកស្ដាយការរកឃើញនិងការព្យាបាលជំងឺមហារីកមាត់ស្បូនអាចមានភាពស្មុគស្មាញខ្លាំងនិងអាចពិបាកសម្រាប់អ្នកជំងឺជាទូទៅការព្យាបាលពាក់ព័ន្ធនឹងការវះកាត់ការប្រើវត្ថុសកម្មនិងការព្យាបាលដោយប្រើគីមីដែលធ្វើឲ្យមានការឈឺចាប់ខ្លាំងដល់រាងកាយនិងខូចខាតដល់សុខុមាលភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកជំងឺនិងក្រុមគ្រួសារប៉ុន្តែមានក្តីសង្ឃឹមវ៉ាក់សាំង HPV គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពអស្ចារ្យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនការបញ្ចូលវ៉ាក់សាំងការពារមហារីកមាត់ស្បូននៅប្រជាណាចក្រកម្ពុជាគឺជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលសម្ដៅការពារដល់ស្ត្រីខាងកម្មវិធីជាតិផ្ដល់ដំណើរការមានការប្រឹងប្រែងបដិញ្ញាចិត្តថាយើងនឹងសម្ដៅពង្រឹងដល់ការផ្ដល់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជូនដល់កុមារីទាំងអស់ដោយមិនគិតថាគាត់រស់នៅទីណាឬក្នុងស្ថានភាពជីវភាពកម្រិតណាឡើយដើម្បីឲ្យទទួលបានជោគជ័យគឺយើងមានការសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរដែនដីហើយនឹងក្រសួងអប់រំយុវជននិងកីឡាដែលជាដៃគូសំខាន់ក្នុងការផ្ដល់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទាំងនៅមូលដ្ឋាននិងទាំងនៅតាមសាលារៀនហើយអង្គការដៃគូមួយចំនួនដែលចូលរួមក្នុងការសហការនេះក៏មានដូចជាអង្គការសុខភាពពិភពលោកអង្គការ UNICEF និងអង្គការ CHAI ដើម្បីផ្ដល់វ៉ាក់សាំងនេះប្រកបដោយប្រសិទ្ធភាពនិងសមត្ថភាពមេដាបេដាទាំងអស់នៅទូទាំងប្រជាណាចក្រកម្ពុជាសូមនាំកុមារីមកទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទាំងអស់គ្នាការធ្វើការរួមគ្នាយើងអាចការពារជំងឺមហារីកមាត់ស្បូននិងការពារសុខភាពស្ត្រីនៅកម្ពុជាសូមកុំភ្លេចនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកអំពីការទទួលវ៉ាក់សាំង HPV បង្ការជំងឺមហារីកមាត់ស្បូនដោយការមកទទួលវ៉ាក់សាំង HPV ដើម្បីការពារខ្លួនអ្នកនិងស្ត្រីកម្ពុជា